การដោះស្រាយបញ្ហាមិនមែនជាការចងបញ្ហាទេដូច្នេះដើម្បីដោះស្រាយបញ្ហាបានយើងត្រូវតែស្វែងរកឫសគល់នៃបញ្ហាហើយដាក់ចិត្តដើម្បីបញ្ចប់នៅបញ្ហាទាំងនេះករណីវិវាទមួយដែលកើតឡើងនៅក្រុងប៉ោយប៉ែតគឺវិវាទដីធ្លីតាំងពីឆ្នាំ2014បានអូសបន្លាយរហូតមកដល់ឆ្នាំ2025នេះភាគីទាំងពីរបានដឹកដៃគ្នាមកជួបខ្ញុំនៅសាលាក្រុងប៉ោយប៉ែតដើម្បីធ្វើការដោះស្រាយតាមរូបភាពឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការគ្រប់បញ្ហាទាំងអស់វាតែងតែមាននៅដើមចមរបស់វានៅពេលដែលយើងរកឃើញហើយរំលេចចេញនៅគ្រឹះនៃបញ្ហានេះធ្វើឲ្យភាគីទាំងពីរបានយល់ហើយព្រមទទួលស្គាល់ការពិតហើយយើងឈានទៅដល់ការបញ្ចប់បញ្ហាក្នុងនាមក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតជួសមុខឲ្យរដ្ឋបាលក្រុងប៉ោយប៉ែតដែលមានអភិបាលគណៈអភិបាលចូលរួមជាមួយគ្នានឹងក្រុមការងារភូមិបាលសូមអបអរសាទរចំពោះភាគីទាំងពីរដែលបានបញ្ចប់បញ្ហាអូសបន្លាយតាំងពីឆ្នាំ2014ដល់ឆ្នាំ2025នេះហើយយើងចំណាយពេលតែជាង40នាទីប៉ុណ្ណោះយើងអាចបញ្ចប់បានការដោះស្រាយបញ្ហាមិនមែនជាការចងបញ្ហាទេដូច្នេះដើម្បីដោះស្រាយបញ្ហាបានយើងត្រូវតែស្វែងរកឫសគល់នៃបញ្ហាហើយដាក់ចិត្តដើម្បីបញ្ចប់នៅបញ្ហាទាំងនេះករណីវិវាទមួយដែលកើតឡើងនៅក្រុងប៉ោយប៉ែតគឺវិវាទដីធ្លីតាំងពីឆ្នាំ2014បានអូសបន្លាយរហូតមកដល់ឆ្នាំ2025នេះភាគីទាំងពីរបានដឹកដៃគ្នាមកជួបខ្ញុំនៅសាលាក្រុងប៉ោយប៉ែតដើម្បីធ្វើការដោះស្រាយតាមរូបភាពឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការគ្រប់បញ្ហាទាំងអស់វាតែងតែមាននៅដើមចមរបស់វានៅពេលដែលយើងរកឃើញហើយរំលេចចេញនៅគ្រឹះនៃបញ្ហានេះធ្វើឲ្យភាគីទាំងពីរបានយល់ហើយព្រមទទួលស្គាល់ការពិតហើយយើងឈានទៅដល់ការបញ្ចប់បញ្ហាក្នុងនាមក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតជួសមុខឲ្យរដ្ឋបាលក្រុងប៉ោយប៉ែតដែលមានអភិបាលគណៈអភិបាលចូលរួមជាមួយគ្នានឹងក្រុមការងារភូមិបាលសូមអបអរសាទរចំពោះភាគីទាំងពីរដែលបានបញ្ចប់បញ្ហាអូសបន្លាយតាំងពីឆ្នាំ2014ដល់ឆ្នាំ2025នេះហើយយើងចំណាយពេលតែជាង40នាទីប៉ុណ្ណោះយើងអាចបញ្ចប់បាន